ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើរឬខ្មោច2ខ្ញុំអាចនិយាយពាក្យនឹងមកវិញហើយបងប្អូនខ្ញុំសប្បាយចិត្តមែនតើតែសួរថាប្រកាស 100% ថាយើងអាចបើក monetize វិញបានអត់គឺអត់ទាន់ដឹងទេតែខាង YouTube គេផ្ដល់ឱកាសឲ្យយើងដើម្បីធ្វើវីដេអូម្ដងទៀតហើយគេនឹងសិក្សាពីយើងចឹងសង្ឃឹមថាបងប្អូន comment ល្អៗនៅក្នុងវីដេអូដែលខ្ញុំផុសពី3វីដេអូបន្តទៅទៀតហើយសង្ឃឹមថាខ្ញុំអាចនិយាយពាក្យថាសួស្ដីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើរឬខ្មោច2បន្តទៀតព្រោះខ្ញុំស្រឡាញ់ Channel ហ្នឹងខ្ញុំស្រឡាញ់បងប្អូននៅក្នុងហ្នឹងមែនតើហើយក៏ស្រឡាញ់បងប្អូននៅក្នុង Channel ដំណើរឬខ្មោចដែលជគុណដូចគ្នាដែលបងប្អូនបានព្យាយាមទៅជួយចុច Subscribe ទៅតាមដាននៅសាច់រឿងដែលខ្ញុំបានដំណើរតែយើងក៏អាចប្រភ្លេចនៅអតីតកាលនឹងកន្លែងដែលយើងធ្លាប់ជួបគ្នាដែរខ្ញុំពិតជាសោកស្ដាយនៅ Channel ដំណើរឬខ្មោចដែលត្រូវបានគេ remove ចេញតែយ៉ាងណាក៏នៅ Channel ដំណើរឬខ្មោច2មួយនេះដែលយើងនឹងជួបគ្នាបន្តទៅទៀតយើងសង្ឃឹមថាយើងអាចជួបគ្នាបន្តទៅទៀតហើយសង្ឃឹមថាបងប្អូនជួយខ្ញុំម្ដងទៀតគឺ comment ល្អសរសើរឬក៏និយាយពី Channel ដែលល្អភាសាខ្មែរក៏បានអង់គ្លេសក៏បានហើយយើងនឹងអាចបន្តដំណើរទៅមុខជាមួយគ្នាទៀតតែថ្ងៃនេះក៏ប៉ុន្តែខ្ញុំត្រូវដំណើរសាច់រឿងនេះនៅក្នុង Channel ដំណើររឿងខ្មោចដូចជគុណឬក៏ Channel និយាយតាមខ្មោចតែដោយសារតែ Channel នេះគេបើកឲ្យយើងធ្វើវីដេអូដាក់ខ្ញុំក៏សម្រេចចិត្តថាធ្វើនៅក្នុង Channel ដំណើររឿងខ្មោច2ទៅទោះបីជាមិនទាន់រកចំណូលបានក៏ដោយចឹងថ្ងៃនេះខ្ញុំមាន2រឿងតែរឿងទី1តាក់ទងទៅនឹងរឿងបោះតង់ហើយរឿងទី2ទៀតតាក់ទងទៅនឹងរឿងស្ត្រីមានផ្ទៃពោះហើយខ្ញុំអត់សូវចង់និយាយទេព្រោះខ្ញុំដឹងថាប្រិយមិត្តអ្នកស្ដាប់ខ្ញុំមួយចំនួនធំគឺក៏ជាស្ត្រីដែលកំពុងតែមានផ្ទៃពោះឬក៏ទៅតែសម្រាលហើយព្រោះពេលដែលខ្ញុំសួរទៅខមមិនចេញមកបងអើយខ្ញុំទៅតែសម្រាលបងអើយខ្ញុំតងន់តែខ្ញុំចង់ស្ដាប់អញ្ចឹងបើសិនជាហាមបងប្អូនស្ដាប់មិនឲ្យស្ដាប់មិនបានខ្ញុំសុខចិត្តមិននិយាយតែក៏ពេលខ្លះរឿងខ្លះក៏ទុកជាបទពិសោធន៍មួយដែលបងប្អូនស្ដាប់ទៅទុកមានការប្រុងប្រយ័ត្នឬក៏ពិចារណាហើយខ្ញុំក៏ឆ្លៀតយកមកនិយាយបានន័យថា10រឿងខ្ញុំនិយាយមួយរឿងទេពេលខ្លះក៏ខ្ញុំបដិសេធមិនទទួលសាច់រឿងនឹងពីប្រិមិត្តដែលចែកម្លែកដែរតែរឿងខ្លះក៏អាចថាយើងដាក់មួយរឿងទៅបើខេងលោថាគាត់មិនបានស្ដាប់ទៅយើងក៏គ្រាន់បើដែរអញ្ចឹងមុនដំបូងនៃក្បាលកម្មវិធីក៏សូមសួរសុខទុក្ខទៅកាន់អ៊ំពូមីងម៉ែឪបងប្អូនមិត្តភ័ក្តិប្រិយមិត្តអ្នកស្ដាប់ទាំងអស់នៅក្នុងនិងក្រៅប្រទេសសុខទុក្ខយ៉ាងណាដែលក្រៅពីបែកគ្នាមួយរយៈនៅក្នុង Channel នេះរយៈពេលជិត1ខែដែរខ្ញុំពិតជាបារម្ភហើយក៏សោកស្ដាយតែឥឡូវនេះក៏រៀងមានសង្ឃឹមត្រឡប់មកវិញសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានទស្សនាបានឃើញតែបើសិនជាទៅមុខទៀតយ៉ាងណាបងប្អូនក៏នៅតែអាចទស្សនាឬក៏ស្ដាប់នៅសាច់រឿងខ្ញុំបានដែរតាមរយៈ Channel ដំណើររឿងខ្មោចដូចជគុណបងប្អូនណាដែលមិនទាន់ទៅជួយចុច Subscribe បងប្អូនអាចទៅជួយចុច Subscribe បានអញ្ចឹងតោះបានហើយបងប្អូនទាំងអស់គ្នាកុំភ្លេច comment ប្រាស់ពិសុខទុកម្នាក់មួយផងយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងសម្រាប់សាច់រឿងយើងថ្ងៃនេះគឺខ្ញុំនិយាយទៅដល់បងប្រុសម្នាក់ដែលគាត់បានចែករំលែកមកខ្ញុំរឿងនេះកើតឡើងកំឡុងឆ្នាំ2019បងប្រុសគាត់បាននិយាយរឿងរ៉ាវនេះមកកាន់ខ្ញុំដោយគាត់មានដំណើរកម្សាន្តមួយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដោយធ្វើដំណើរដោយម៉ូតូជាប្រភេទម៉ូតូសង់ទ្រីមហើយគាត់ធ្វើដំណើរទៅកន្លែងមួយដែលមនុស្សភាគច្រើនមិនសូវជារំលងជាពិសេសគឺជាអ្នកដែលបោះតង់ផ្សងព្រេងចាប់តាំងពីឆ្នាំ2017 18រហូតមកដល់បច្ចុប្បន្ននេះមិនសូវជារំលងទេតែគ្រាន់តែពេលបច្ចុប្បន្ននេះអ្នកដែលគេបោះតង់អាជីពអ្នកដែលគេស្រឡាញ់ការផ្សងព្រេងនឹងធម្មជាតិពិតប្រាកដគេលែងទៅជន់ទីនោះដោយសារតែមានភាពរញ៉េរញ៉ៃរំខានអំពីយុវជនចំនួនក្រោយរបស់យើងភាគច្រើនគឺទៅបំផ្លាញអញ្ចឹងក៏គេឈប់ទៅកន្លែងនោះគឺនៅលើភ្នំមួយកន្លែងដែលមានបឹងហើយមានដើមឈើស្រស់ស្អាតដែលជាទីគួរឲ្យចាប់អារម្មណ៍នៅពេលអតីតកាលតែពេលបច្ចុប្បន្នគឺអត់ទេអញ្ចឹងបងប្អូនមួយចំនួនប្រកាសជាដឹងថាកន្លែងណាហើយនៅពេលដែលខ្ញុំប្រហែលប៉ុណ្ណឹងតែបើសិនជាអាចមិនបាច់ comment ទេបាច់ប្រាប់ទីតាំងទេបងប្អូនដឹងនៅក្នុងចិត្តទៅចាស់បងប្អូនទាំងអស់គ្នាបងប្រុសក៏បាននិយាយថាកាលពីពេលនោះគឺគាត់ជាមនុស្សម្នាក់ដែលតែងតែបោះតង់ផ្សាយអាទិត្យជាមនុស្សដែលចូលចិត្តឈៀលផ្សាយអាទិត្យគឺគាត់តែងតែបោះតង់កន្លែងខ្លះទៅ2ដងកន្លែងខ្លះទៅ3ដងកន្លែងខ្លះក៏ challenge ខ្លួនឯងចឹងទៅកន្លែងដែលខ្ញុំនិយាយនេះគឺគាត់មិនមែនទៅលើកទី1ទេគឺគាត់ទៅមិនក្រោមពី5ដងទេតែលើកនោះគាត់ទៅតែ3នាក់រាល់ដងគាត់ទៅរៀងច្រើនបងប្អូននៅពេលដែលគាត់ទៅដល់ទីនោះ
ដោយសារតែគាត់ធ្វើការពាក់កណ្ដាលថ្ងៃអញ្ចឹងគាត់ទៅដល់ទីនោះតម្រាំតែបានឡើងទៅដល់លើនោះគឺខ្ទង់ម៉ោងប្រហែលជាម៉ោង4ម៉ោង5អញ្ចឹងតម្រាំតែគាត់set up តង់ឬក៏រៀបចំផ្សេងតឡើងតង់តឡើងអីផ្សេងហ្នឹងវាចូលម៉ោង6បានគាត់ចាប់ផ្ដើមចំអិនម្ហូបកំឡុងពេលដែលទៅដល់ភ្លាមគាត់ចាប់អារម្មណ៍ថាសំឡេងសត្វឮចជីចចោចមានអារម្មណ៍ថាប្លែកហើយបរិវេណនៅម្ដុំនោះវាស្ងាត់ជាងកន្លែងធម្មតាមិនមែនកន្លែងមនុស្សប្រជុំជនទេក៏អត់ទៅទេគឺគាត់ទៅកន្លែងរៀងស្ងាត់ហើយក៏បាននិយាយថាគាត់មើលទៅទឹកឯហ្នឹងគឺមានអារម្មណ៍ថាខ្លាចមែនតើដោយសារតែមានអារម្មណ៍ថាវាអាឡោកនៅលើភ្នំទឹកបឹងតែអាឡោកធំហើយមានអារម្មណ៍ថាមើលទៅឡើងខៀវសង្ងាត់ក្នុងទឹកណាហើយគាត់និយាយថាថ្ងៃនោះគឺជាថ្ងៃសិលទៀតអញ្ចឹងគាត់មានអារម្មណ៍ថាព្រឺសបុលហើយគ្នាគាត់3នាក់មានម្នាក់ពេលដែលទៅដល់ភ្លាមគាត់និយាយថាអញមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងពេលដែលមកដល់កន្លែងហ្នឹងណាអញមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខុសពីរដងខុសពីទម្លាប់អញ្ចឹងណាគាត់ថាវាគ្មានស្អីទេហើយខ្លាចខ្មោចមែនសួរអញ្ចឹងណាហើយខ្លាចខ្មោចមែនអញអត់ខ្លាចទេគ្រាន់តែថាអញមានអារម្មណ៍ថាព្រឺអញ្ចឹងក៏មិនអីទេក៏នាំគ្នាធ្វើមហូបធ្វើអីអង្គុយជជែកគ្នាអញ្ចឹងទៅការជួបជុំវាតែងតែមានណាទិញគ្រឿងកំប៉ុងទិញអីយកទៅហូបជុំគ្នាជជែកដល់ម៉ោង9គាត់បាននិយាយថាគាត់បានឃើញមនុស្សស្រីម្នាក់ប្រហែលជាអ្នកភូមិនៅលើភ្នំនោះនិយាយទៅលឺសលេងគោពោះប្រហែលជាអ្នកភូមិនៅលើភ្នំហ្នឹងគឺគាត់ដើរតែគាត់អត់មានពិលទេគាត់នឹងទូលស្អីមួយយ៉ាងឯងដូចទូលល្អីអញ្ចឹងណាហើយគាត់ដើរហើយស្មៅហ្នឹងវាធំចកេះត្រឹមទ្រូងដល់ពេលដើរទៅឃើញលំខ្មៅស្ទង់គាត់មើលមុនដំបូងគាត់ខ្លាចតែដល់ពេលមើលយូរទៅដូចជាមនុស្សទេគាត់ដើរប្រហែលជាដើរពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាម៉ោងប្រហែលជាម៉ោង8 9ជប់ហើយវាមិនល្ងិតស្លង់ទេដោយសារតែពលឺប្រច័ន្ទធ្វើថ្ងៃសិលមិនដឹងថាថ្ងៃសិលពេញបរមីក៏មិនដឹងគឺឃើញផ្លុងរៀងច្បាស់ដែរអញ្ចឹងប្រហែលជាមកពីអញ្ចឹងហើយមកគាត់ខ្ជិលកាន់ពើខ្ជិលអីអញ្ចឹងទៅអញ្ចឹងនៅពេលដែលឃើញហើយមានអារម្មណ៍ថាដូចខ្លាចតែនៅតែព្យាយាមអង្គុយព្រោះទៅបោះតង់កម្រដេកម៉ោង9ម៉ោង10តិចណាស់ក៏ម៉ោង1ដែរតែថ្ងៃនោះថាម៉ោងមិន10កន្លះមានអារម្មណ៍ថាខ្យល់វាត្រជាក់ហើយមានអារម្មណ៍ថាស្ងាត់ខ្លាំងដល់ម៉ោងមិន10កន្លះស្ងាត់ទាំងអស់ស្ងាត់សំបីតែសលេងសัตว์ឮតែសលេងអាឡោកទឹកឆាច់អាឡោកទឹកស្ទឹងហ្នឹងណាអាទឹកបឹងហ្នឹងហើយខ្យល់សាចអាស្មៅអីអាកក់អីហ្នឹងហើយស្លឹកឈើហ្នឹងអញ្ចឹងមានអារម្មណ៍ថាវាដូចស្ងាត់ចម្លែកខ្យល់ហ្នឹងក៏វាត្រជាក់ហើយសើមអាប់ហ្នឹងក៏វាចុះមកមើលសឹងតែមើលគ្នាឡើងឃើញអញ្ចឹងគាត់ក៏សម្រេចចិត្តថានាំគ្នាចូលតង់តែមុននឹងចូលតង់ក៏ធិតថេតតិចតួចដែរអ្នកម្នាក់ទៅនោះម្នាក់ទៅណេះម្នាក់ជួយរៀបចំនេះម្នាក់រៀបចំនោះហើយតង់ដែលគាត់ដេកហ្នឹងគឺមានចំនួន2តង់មិនមែនមួយតង់ទេគឺ2តង់គ្នា3នាក់ហើយបងប្រុសម្ចាស់សាច់រឿងហ្នឹងក៏ដេក2នាក់មិត្តភក្តិរបស់គាត់ម្នាក់ទៀតអញ្ចឹងពេលដែលចូលតង់មិត្តភក្តិដែលដេកជាមួយគាត់ហ្នឹងប្រាប់ថាអញទៅលាងជើងផ្លែតអញ្ចឹងណាជើងអញជន់ភក់អញ្ចឹងតែអត់ទៅស្រួលបួលដើរទៅឲ្យបញ្ញាប់មកវិញអញ្ចឹងម៉ោងមិន10កន្លះក៏ដើរទៅគាត់ក៏ដេកចុចទូរស័ព្ទលេងដេកចុចមកសន្ទុះមិនឃើញមកវិញគាត់ក៏ហៅកកតាមតង់ហ្នឹងក៏ស្រែកហៅឧទាហរណ៍តែឈ្មោះរិទ្ធហ្នឹងទៅចារិទ្ធអើយរិទ្ធរិទ្ធយូម៉ែរិទ្ធក៏ចូលមកក្នុងតង់វិញបែរជាខ្ទង់10នាទីអត់ឃើញមកទៀតគាត់ក៏ស្រែករិទ្ធអើយហៅមិត្តភក្តិគាត់ម្នាក់ទៀតឲ្យទៅជួយមើលកាន់ពិលនាំគ្នាដើរទៅជួយមើលណាដល់អត់ឃើញត្រឡប់មកវិញដល់ពេលដើរទៅជួយមើលអាកន្លែងស្នួលហ្នឹងគឺអត់ឃើញមើលកន្លែងស្នួលដែលចុះទៅលាងជើងហ្នឹងណាគឺអត់ឃើញទេនាំគ្នាចាប់ដើមឆ្លេឆ្លាជួយអញមិនចេះស្រែករិទ្ធអើយរិទ្ធឈួលពិលឆ្វេងស្ដាំមើលលើមើលក្រោមអាហ្នឹងតិចទៅជួអាចទៅដឹងអញ្ចឹងណាគិតក្នុងចិត្តអញ្ចឹងណាអាហ្នឹងតិចជួអាចហ្នឹងមិនហ៊ានឆ្លើយតែនៅតែស្រែកហៅរចុះរឡើងភ័យចាប់ដើមញ័រដៃញ័រជើងហើយសលេងទឹកហ្នឹងច្រាចហើយស្រាប់តែលឺសំឡេងដូចមនុស្សនិយាយគ្នាល្វើយតាមខ្យល់ម៉ាសាចមកអញ្ចឹងណាស្រាប់តែមិត្តភក្តិគាត់ម្នាក់នោះក៏លេចទៅឃើញអារិទ្ធនៅនោះគាត់ចាប់ដើមតែមិនដឹងអារិទ្ធហ្នឹងនៅណាទេអារិទ្ធនៅនោះគាត់ថានៅណាសាមិត្តភក្តិគាត់ទាញពិលទៅឈួលមើលបងប្អូនទាំងអស់គ្នានៅក្នុងបឹងហ្នឹងចូលទៅទឹកត្រឹមប៉ុណ្ណាទឹកត្រឹមទ្រូងនេះទៅចូលទៅឈរហើយសម្លឹងមើលមកគាត់ដូចមនុស្សអត់មានព្រលឹងអញ្ចឹងណា
ឈរថ្មឹងអញ្ចឹងនៅក្នុងទឹកត្រឹមទ្រូងនឹងហើយអាលោកមកឆាចមកសឹងតែដល់ចំមកអញ្ចឹងគាត់ក៏ស្រែកអារិតក៏យកពិលទៅចេះធ្វើចេះងួនចេះហែងឡើងមកហែងឈរនៅក្នុងតិចអារិតឡើងមកវិញដោយសារតែมันឆ្ងាយពីច្រាំងប្រហែលទេអញ្ចឹងគាត់ក៏សម្រេចចិត្តថានាំគ្នាចុះទៅទាញមកគឺអត់ចង់មកទេអត់ទាញមកអញ្ចឹងណាគាត់ក៏ហែងចាំមិនឯងឡើងមកលឿនសបឹងភ្លីភ្លើទៅដឹងគាត់គិតថាសវងតែមុនហ្នឹងគឺអត់អីទេនិយាយគ្នាធម្មតាសវងភ្លីភ្លើតែដឹងអានេះមកឈរត្រាំទឹកទាញឡើងមកក៏មិនមកទាញអីក៏មិនមកទាញទះផងអីផងទំមតែឈានជើងនឹងឡើងមកដល់លើច្រាំងស្រាប់តែមកដល់លើច្រាំងមកដល់ឈរកន្លែងដែលភ្នក់ភ្លើងដែលពួកគាត់អង្គុយហូបអីនេះស្រាប់តែគាត់នេះបងម្ចាស់សាច់រឿងហ្នឹងណាកលេចតែកន្លែងស្នួលហ្នឹងស្រាប់តែឃើញមនុស្សស្រីម្នាក់កំពុងឈរកន្លែងស្នួលហ្នឹងឈរហ្នឹងគឺឈរសម្លឹងមើលមកគាត់ហ្មងស្មាតទោសបងប្អូនគឺអត់មានស្អីលើខ្លួនទេឈរភ្លឹងអញ្ចឹងមកទៅឈរមើលមកគាត់ហ្មងហើយភ្នែកនឹងគូឡងក្រហមពេលដែលគាត់ឃើញអញ្ចឹងបងប្អូនទាំងអស់គ្នាគាត់អត់មាននិយាយច្រើននេះគឺប្រាប់គ្នាគាត់ថាឲ្យឡើងម៉ូតូគាត់ម៉ូតូមួយជិះគ្នា3នាក់បងប្អូនម៉ូតូមួយជិះគ្នា3នាក់ជិះតាំងពីកន្លែងដែលគាត់បោះតង់នឹងរហូតមកដល់វងមូលកន្លែងដែលគេប្រជុំជននេះមកដល់បងប្អូននឹងមិនទេអ្នកដែលនៅហ្នឹងគឺគេបិទទ្វារដេកអស់ហើយតែគាត់ព្យាយាមឲ្យគេជួយដាក់ឲ្យគេជួយគេក៏មុនដំបូងគេមិនបើកដែរគេចង់ខឹងដែរតែដោយសារវាបន្ទាន់ខ្លាំងហើយធ្វើម៉េចអញ្ចឹងក៏សម្រេចចិត្តថាសុំគេចូលដេកគេឲ្យដេកគេថាឲ្យទៅកន្លែងមួយទៀតទៅគេឲ្យដេកហើយបើទៅកន្លែងមួយទៀតពេលដែលទៅកន្លែងមួយទៀតគេឲ្យដេកតែដេកខាងក្រៅហើយមិត្តភ័ក្តិរបស់គាត់ដែលឈ្មោះរិទ្ធដែលខ្ញុំដាក់ឈ្មោះឲ្យហ្នឹងដែលឈរថ្មឹងថ្មាំងហ្នឹងបងប្អូនទាំងអស់គ្នាគឺគាត់យប់ហ្នឹងគឺគាត់និយាយអត់ដឹងអីគឺគាត់ល្វីរបៀបថាដូចមានអារម្មណ៍ថាដូចស្អីនៅក្នុងខ្លួនគាត់ចឹងណារហូតដល់បងម្ចាស់សាច់រឿងគាត់នឹងគាត់ទាញខ្សែកចកោមខ្លារបស់ឪគាត់មិនចកោមជ្រូកទេណាចកោមខ្លាគឺពាក់បានគាត់ដេករហូតដល់ព្រឹកពេលព្រឹកឡើងភ្ញាក់ដឹងខ្លួនឡើងក៏សួរគាត់ថាជប់មិនបានឲ្យចូលទៅត្រាំទឹកគាត់អត់ទាន់និយាយរឿងគាត់ឃើញខ្មោចទេស្រាប់តែមិត្តភក្តិគាត់នឹងថាគាត់អត់ដឹងមិនទេគាត់ថាពេលដែលគាត់លៀងជើងស្រាប់តែមានអារម្មណ៍ថាដូចស្ពឹកខ្លួនដូចឈឺខ្លួនដូចរឹងមុខរឹងមាត់រឹងដៃរឹងជើងអញ្ចឹងណាហើយក៏លែងដឹងអីទាំងអស់ទៅពេលដែលដឹងខ្លួនហ្នឹងគឺពេលងើបពីដេកហ្នឹងឯងហើយបងប្រុសម្នាក់ទៀតនិយាយថាអញក៏លេទៅអញស្ទើរតែជ្រុះសក់អញឃើញហើយឈរនៅក្នុងទឹកនឹងពាក់កណ្ដាលខ្លួនហើយមានដឹងអត់អញភ័យណាថាអញអត់ដឹងទេអញអត់ដឹងថាអញទៅឈរក្នុងទឹកទេទៅដល់វេនបងប្រុសម្ចាស់ស្រីរឿងគាត់និយាយម្ដងថាមុនពេលអញបខំពួកឯងពីរនាក់ឲ្យឡើងម៉ូតូហ្នឹងអញឃើញមនុស្សស្រីឈរនៅកន្លែងស្នួលហ្នឹងឈរដូចរបៀបថាចង់ប្រុងមកអញ្ចឹងណាអញ្ចឹងមកអញប្រាប់ពួកឯងឲ្យប្រញាប់ទុកម៉ូតូចោលទៅបើជិះម៉ូតូមួយម្នាក់អានេះវាគ្មានបលឹងទេហើយបើជិះម៉ូតូអញដប់វាក៏មិនដឹងថាដប់ចំណុចដែរព្រោះមនុស្សដូចអត់ដឹងអីផងអញ្ចឹងក៏វាយម៉ូតូមួយ3នាក់ទៅពេលដែលនិយាយចឹងហើយពួកគាត់ក៏មានអារម្មណ៍ថាដូចអត់សូវស្រួលក្នុងខ្លួនអត់ស្រូវអីអញ្ចឹងណាតែខ្សែករបស់បងម្ចាស់សាច់រឿងគឺឲ្យបងប្រុសដែលពាក់ដែលឈរត្រាំទឹកហ្នឹងគាត់ពាក់ទៅដល់ហើយក៏ហ៊ានទៅយកម៉ូតូអត់ហ៊ានទៅយកវ៉ាន់គាត់ជួលអ្នកភូមិចំនួន 20000 រៀលឲ្យជូនគាត់គ្នា2នាក់ឲ្យជូនគាត់ទៅយកវ៉ាន់ពេលទៅដល់កន្លែងហ្នឹងពូ2នាក់ហ្នឹងគាត់និយាយថាអូនឯងមកដេកទៅហ្នឹងចប់ហើយតែហ្នឹងគឺដេកអត់បានទេតែហ្នឹងគឺកាចហើយធ្លាប់មានអ្នកស្លាប់នៅទៅហ្នឹងទៀតធ្លាប់មានក្មេងលងទឹកស្លាប់នៅកន្លែងហ្នឹងទៀតបើអូនឯងដេកអូនឯងទៅដេកនៅកន្លែងនោះគាត់ថាដេកកន្លែងនោះមនុស្សច្រើនពេកអាហ្នឹងឯងតែគេដេកបើអូនឯងមកដេកហ្នឹងគឺដេកអត់កើតទេគឺដឹងតែមានរឿងរ៉ាវអាក្រក់កើតឡើងជាពិសេសសំណាងអូនឯងចេះរួចខ្លួនកុំអីហ្នឹងទៅមួយទៀតបាត់ហើយអញ្ចឹងគាត់យកអីវ៉ាន់គាត់អីហើយមុនពេលដែលគាត់ចុះពីលើភ្នំគាត់ក៏ចូលកន្លែងមួយដែលមានប្រសង់មានតាអាចារ្យអីគាត់រៃលុយអញ្ចឹងណាគាត់ក៏ឲ្យតាអាចារ្យហើយនឹងប្រសង់នឹងប្រោះព្រំទឹកឲ្យអញ្ចឹងទៅទឹកសុទ្ធគាត់នឹងប្រោះព្រំអីហើយបានគាត់ជិះចុះមកក្រោមវិញមកដល់បងប្អូនទាំងអស់គ្នាមកដល់ពេញវិញគាត់និយាយរឿងហ្នឹងប្រាប់ឪពុកគាត់ប្រាប់ម្ដាយគាត់យប់ឡើងម្ដាយគាត់ហើយឪពុកគាត់យល់សពថាមានមនុស្ស2នាក់មកតាមគាត់ដល់មុខផ្ទះហើយមនុស្ស2នាក់ហ្នឹងគឺមកលក្ខណៈដូចមានអារម្មណ៍ថាគួរឲ្យខ្លាចមកក្នុងទម្រង់បែបគួរឲ្យខ្លាចមើលទៅគឺដូចមិនមែនមនុស្សមកតែឪពុកគាត់ដេញទៅវិញហើយអត់ចង់ទៅទេគឺនៅរបៀបថាដូចនៅចាំរោមើលមនុស្សអញ្ចឹងណាចាំរោមើលដូចរោមើលគាត់ថាអត់ឲ្យ
ចូលទេអត់ឲ្យរោមើទេប្រយ័ត្នតែគាត់ប្រើធរក្តៅប្រយ័ត្នទៅវិញអត់កើតតែនៅតែចង់ទៅហើយដើរវិញទៅហើយដើរវិញរហូតដល់គាត់ភ្ញាក់ដឹងខ្លួនហើយពេលឪពុកគាត់ភ្ញាក់ដឹងខ្លួនហ្នឹងគឺនៅលឺសំឡេងឆ្កែព្រុសឆ្កែលូទៀតដូចរបៀបគេមិនអស់ចិត្តគេមិនចង់ទៅវិញអញ្ចឹងណាចឹងរឿងហ្នឹងតាំងពីពេលហ្នឹងមកគាត់ក៏លែងហ៊ានទៅតំបន់ហ្នឹងទៀតទៅគាត់ថាទៅកន្លែងផ្សេងគាត់ទៅហើយទៅកន្លែងផ្សេងជួបមានអីទេជួបនឹងជួបដូចពេលកូនជួបនឹងដូចធ្វើខ្យល់ជួបនឹងគឺជួបដូចរបៀបថាបញ្ញាក់ឬក៏ធ្វើឲ្យព្រឺចង់ខ្នងអីចឹងទៅតែបើស្រស់ដូចរឿងនោះគឺអត់ទេអញ្ចឹងរឿងទី1គឺខ្ញុំបានមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ឯរឿងទី2រឿងទី2ខ្លីហើយខ្ញុំនិយាយសង្ខេបយកតែមែនតើបងស្រីម្នាក់នៅពេញយើងនេះនៅម្ដុំចិត្តច្បារអំពៅចិត្តអីនេះហួសពីច្បារអំពៅមកគាត់និយាយថាផ្ទះដែលគាត់នៅជាប្រភេទផ្ទះឈើទេហើយជាប្រភេទផ្ទះដែលនៅជាប់គ្នាធ្វើជាប់គ្នាណាដូចរបៀបនៅដូចនៅមាត់ទឹកមាត់អីចឹងទៅហើយគាត់ថាមនុស្សរស់នៅតែងតែមានហើយអ្នកដែលមានកូនមានចៅមានអីវាជាបំផុតទេបងស្រីម្ចាស់សាច់រឿងគាត់បាននិយាយថាគាត់ជាអ្នកដែលលក់អីវ៉ាន់ចាប់ព្រួយនៅក្នុងភូមិហ្នឹងមានច្រើនមែនតើតែអ្នកខ្លះទៅក៏ជឿអ្នកខ្លះទៅក៏ឲ្យលុយអ្នកខ្លះក៏អីចឹងទៅតែជឿក៏អ្នកនឹងគេសងវិញអីចឹងណាហើយថ្ងៃមួយនោះមានមិត្តភ័ក្តិគាត់បើអាយុបងគាត់ទេតែរាប់អានគ្នាដូចមិត្តភ័ក្តិអញ្ចឹងណាគាត់ហៅគេបងគាត់ហៅគេអូនអីចឹងទៅហើយក៏ព្រឹកហ្នឹងគឺគាត់ទៅសម្រាកូនដោយសារតែគាត់នឹងសម្រាកូនភ្លោះគាត់មកមុននឹងទៅហ្នឹងគាត់មកទិញភេសជ្ជៈ 2-3 កំប៉ុងហើយគាត់ថាគាត់អត់ទាន់មានលុយទេគាត់ទុកលុយទៅសម្រាសិនចាំគាត់មកពីពេទ្យវិញប្តីគាត់បើកលុយគាត់សងគាត់ក៏ថាអត់អីទេចែឯងខ្វះខាតអីចែយកទៅសិនទៅចាំពេលចែសម្រាលហើយចែសងខ្ញុំក៏បានដែរអញ្ចឹងគាត់ក៏យកកសែតជ្ជៈមួយទៀតហើយនឹងភេសជ្ជៈ 3 កំប៉ុងទុកហូបទុកអីចឹងណាទុកឲ្យប្តីហូបអីចឹងទៅគាត់ក៏ថាអីទេចែយកទៅចោះអានឹងមនោចេតនាយើងជួយយកអាសាគ្នាអញ្ចឹងណាគាត់ក៏ទៅសម្រាលដល់ពេលដែលគាត់ទៅសម្រាលយប់ហ្នឹងគឺសម្រាលអត់បានទេដល់ស្អែកមួយថ្ងៃទៀតបានសម្រាលតែពេលដែលគាត់សម្រាលហើយបងប្អូនទាំងអស់គ្នាគឺបងស្រីម្នាក់ហ្នឹងក៏អត់បានមានសំណាងទេសម្រាលហើយគាត់ក៏ផុតទៅគេយកកូនគាត់ទៅមន្ទីរពេទ្យមួយទៀតហើយសពរបស់គាត់គឺយកមកផ្ទះដើម្បីធ្វើបុណ្យពេលហ្នឹងគឺគាត់មានអារម្មណ៍ថាខ្លាចមែនតើគាត់អត់ដឹងមិនទេតែគាត់ថាគាត់មានអារម្មណ៍ថាខ្លាចបងស្រីហ្នឹងមែនតើពេលដែលគេធ្វើបុណ្យគឺគេយកគាត់មកដល់ពេលល្ងាចគេធ្វើបុណ្យមួយយប់មួយថ្ងៃពាក់កណ្ដាលថ្ងៃគឺយកគាត់ហ្នឹងទៅបូជាពេលដែលគេយកគាត់ទៅបូជានៅវត្តគេហែសពគាត់ទៅស្ងាត់ភូមិអស់ស្រាប់តែគាត់ហ្នឹងនៅអង្គុយលក់ធម្មតាអញ្ចឹងណាបងប្អូនស្រាប់តែពេលហ្នឹងគាត់ក៏លេចទៅនឹងថ្នល់អាកន្លែងដែលគេហែគាត់ហ្នឹងគេដើរទៅស្ងាត់អស់ហើយនិយាយរួមទៅគេទៅស្ងាត់អស់ហើយមិនស្រួលដល់កន្លែងបូជាស្រាប់តែគាត់ក៏លេចទៅថ្នល់ឃើញបងស្រីហ្នឹងដើរតាមក្រោយគេតាំងម៉ោងមិន10ហ្នឹងបងស្រីហ្នឹងដើរតាមក្រោយគេទៅដើរអារបៀបតែស្មាតោះដូចពោះគាត់នៅមានផ្ទៃពោះអញ្ចឹងណាគាត់ដើររៀងអូសជើងមួយជារៀងឆឹកតែអត់មានមាត់អីទេដល់គាត់ឃើញអញ្ចឹងគាត់ខ្លាចគាត់ព្រឺសបល់គាត់មានអារម្មណ៍អត់ស្រួលគាត់ក៏ហៅម្ដាយគាត់ឲ្យមកអង្គុយចិត្តគាត់មកអង្គុយក្បែរគាត់តែគាត់អត់មានចៃអីទេដល់ល្ងាចឡើងចាប់ពីម៉ោង6ទៅបងប្អូនឆ្កែមិនដឹងថាមកពីណាខ្លះមកសម្រុកលូនៅមុខផ្ទះរបស់គាត់ទៅមុខផ្ទះរបស់សពផ្ទះសពហើយផ្ទះគាត់មួយឡងគ្នាប្រហែលជា4ផ្ទះនិយាយពីថាលូឲ្យទៅហឹងរហូតដល់ចាស់ហ្នឹងនាំគ្នាចេញមកដេញមកអីចឹងទៅដល់ពេលអញ្ចឹងធ្វើគាត់ហ្នឹងរត់តែខ្លាចដល់យប់ឡើងបងប្អូនទាំងអស់គ្នាស្រាប់តែគាត់ឮសំឡេងបងស្រីដែលមានផ្ទៃពោះហ្នឹងមកហៅគាត់នៅមុខផ្ទះហៅឈ្មោះគាត់មកឈរហៅឈ្មោះគាត់ហើយគាត់ពេលដែលឮចឹងគឺគាត់កាន់តែខ្លាចហើយគាត់កេះម្ដាយគាត់ថាសួរម្ដាយគាត់ព្រោះគាត់សម្រានមួយម្ដាយគាត់ម៉ែមានលើអីអត់ម៉ែគាត់ថាលើកុំឆ្លើយថ្ងៃមានឲ្យវិជ្ជពាក់អីឬក៏អីអត់តាំងឲ្យគាត់ជពាក់ភេទជ្ជៈហើយនឹងកសែងជ្ជៈឲ្យចង់អាហោសកម្មទៅអាហោសកម្មឲ្យវាទៅកុំឲ្យជពាក់វៈវិនគ្នាគាត់ក៏នឹកក្នុងចិត្តហ្នឹងទៅតែសលេងហ្នឹងហៅតែ2-3ម៉ាត់ទេក៏បាត់ទៅដល់ស្អែកឡើងក៏ល្បីតែខ្មោចបងស្រីហ្នឹងគឺដើរក្នុងភូមិមានអ្នកឃើញគឺពាក់កណ្ដាលខ្លួនឯធំតែចកងឡើងទៅលើទេហោះនៅក្នុងភូមិហ្នឹងទៅមកហើយនៅក្នុងភូមិហ្នឹងផ្លូវទូចទេផ្លូវជិះឡានអត់កើតទេជិះតែម៉ូតូទេហើយអារបៀបផ្ទះដូចប្រជុំគ្នាអញ្ចឹងណា
ដល់ពេលក្រោយមកនឹងទៀតម្លងបានប្រហែលជា2-3ថ្ងៃស្រាប់តែបងប្អូនទាំងអស់គ្នាគេយកកូនរបស់គាត់នឹងត្រឡប់មកផ្ទះវិញស្រាប់តែយប់នឹងបងប្អូនអើយគូឆ្កែលូខ្លាំងមែនតើហើយសលេងកូនងានឹងគឺយំរហូតសលេងកូនងានឹងណារបៀបថាវាអត់ដេកអត់កើតទៅឆ្កែលូឆ្កែអីស្រាប់តែព្រឹកឡើងក៏លឺអ្នកចិត្តខាងនឹងនិយាយថាយប់មិញហ្នឹងបងស្រីនឹងមករកកូនមកស្រែករកកូនឲ្យគេបើកទ្វារមកគោះទ្វារមកអីចឹងណាហើយមកយំស្រែកមករកកូនរកអីចឹងទៅអ្នកផ្ទះចិត្តនោះឯងអ្នកខ្លះគឺចេញអស់ហើយចេញតែក្រៅនៅក្រៅសិនព្រោះនៅអត់បានយប់ឡើងគឺលឺតែសលេងបងស្រីនឹងយំទេរហូតដល់ប៉ុន7ថ្ងៃទៅហើយបងប្អូនប៉ុន7ថ្ងៃហើយបានលែងលឺអីទាំងអស់ដោយសារអីដោយសារតាអាចារ្យនៅក្នុងភូមិរបស់គាត់នឹងពាត់សីមាក្នុងភូមិរបស់គាត់ផ្ទះគាត់តាមមុខផ្ទះដើរប្រោះព្រំដើរអីចឹងណាកុំឲ្យគាត់ចូលមកវិញបានព្រោះបើសិនជាឲ្យគាត់ចូលមកអញ្ចឹងតិចទៀតគាត់នឹងកាចកាន់តែកាចពេលដែលគាត់កាចគាត់ខ្លាចទៅជាព្រាយឬក៏ជាពពួកអីគឺគាត់នឹងអាចចូលអសូរកាយអាចនឹងចូលផ្ទះនឹងបានហើយអាចនឹងដើរក្នុងភូមិនឹងបានអញ្ចឹងគេពាត់អត់ឲ្យចូលទេហើយគេគូកូននឹងកុំឲ្យគាត់ឃើញកុំឲ្យគាត់ចាំហើយគេឧបកិច្ចដាក់កូននឹងឲ្យទៅជាមួយគាត់កូននឹងនៅរស់ទេតែគេឧបកិច្ចអីផ្សេងដាក់ឲ្យគាត់យកទៅជាមួយចឹងទៅហើយបងស្រីគាត់និយាយថាគាត់ចាំអត់ភ្លេចទេតាំងពីពេលនឹងមកយប់ឡើងម៉ោង6ម៉ោង7គាត់អត់ដែលហ៊ានចុះពីលើផ្ទះទេគាត់សុកចិត្តបើឈឺបាត់ដៃបាត់ជើងឈឺបាត់ជើងតូចគាត់ដាក់លើនតែបើធំគាត់ទ្រាំលោះព្រឹកពួកគាត់អត់ហ៊ានចុះទេហើយគាត់និយាយថាបងស្រីនឹងពេលខ្លះទោះបី7ថ្ងៃហើយក៏ដោយពេលខ្លះគឺមកឲ្យយើងឃើញភ្លាមមកដូចឧទាហរណ៍ថាគាត់ដេកនៅកន្លែងលក់គាត់នៅក្រោមផ្ទះអញ្ចឹងសាដេកលឺសលេងដាស់ហាវអញ្ចឹងណាហាវឈ្មោះគាត់ហាវដូចហាវទិញអីវ៉ាន់ដល់ពេលងើបមករកមើលអត់ឃើញអញ្ចឹងអារម្មណ៍បងប្អូនប្រកាសជីយល់ហើយថាប៉ុណ្ណាអញ្ចឹងឯនេះគឺខ្ញុំមាន2សាច់រឿងខ្លីតែប៉ុណ្ណេះឯងសង្ឃឹមថាបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់នៅតែចូលចិត្តអាណិតស្រឡាញ់នៅក្នុង Channel ដំណើររឿងខ្មោច2នេះហើយបើសិនជាបងប្អូនមិនទាន់ដឹងទេគឺយើងមាន channel មួយទៀតឈ្មោះថាដំណើររឿងខ្មោចដេចគុណ channel នេះបើសិនជាយើងមានសំណាងល្អយើងអាចបន្តជាមួយគ្នាបានទៀតតែបើសំណាងមិនល្អទេគឺយើងទៅជួបគ្នានៅ channel ដំណើររឿងខ្មោចដេចគុណអរគុណបងប្អូនប្រិយមិត្តអ្នកស្ដាប់ម្ដងទៀតយើងជួបគ្នាវីដេអូក្រោយជាមួយសាច់រឿងថ្មី